បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបានត្រឡប់មកជួបលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតហើយនៅក្នុង Channel អូតឡាតិចនេខលបាទតើសុខសប្បាយជាទេបាទហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទៀតនៅក្នុងកម្មវិធី Telegram គឺជាវិធីបញ្ចូលបទចម្រៀងក្នុង Profile Telegramបាទហើយដើម្បីបញ្ចូលបទចម្រៀងក្នុង Profile Telegram របស់យើងបានតើយើងត្រូវធ្វើដូចម្តេចដូច្នេះដើម្បីចូលទៅដល់ការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំថ្មីសូមជួយចុច Like ចុច Subscribe ព្រមទាំងចុចបើករូបកណ្ដឹងដល់ Channel ខ្ញុំបាទដើម្បីខ្ញុំអាប់ឡូតវីដេអូថ្មីដែលជាវីដេអូផ្ដល់នូវចំណេះដឹងនៅថ្ងៃខាងមុខបានបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានឃើញមុនគេបាទហើយដើម្បីយើងបញ្ចូលនៅបទចម្រៀងនេះបានគឺយើងត្រូវតែមាននៅសំឡេងដែលជា MP3 នៅក្នុងទូរស័ព្ទរបស់យើងបាទហើយសំឡេងជា MP3 នៅក្នុងទូរស័ព្ទរបស់ខ្ញុំគឺជាទូរស័ព្ទប្រភេទ Android គឺនៅក្នុងកម្មវិធីមួយគឺឈ្មោះថាកម្មវិធី File Manager នេះបាទគឺកម្មវិធីមានរូបដូចជាថតនេះបាទហើយខ្ញុំសូមចូលទៅខាងក្នុងដើម្បីធ្វើការបង្ហាញនៅបទចម្រៀងដែលជា MP3 នេះបាទខ្ញុំចូលទៅខាងក្នុងបន្ទាប់មកខ្ញុំចូលទៅកន្លែងសញ្ញាអុច4នេះហើយនៅកន្លែងពាក្យថាសំឡេងនេះបាទខ្ញុំចូលទៅខាងក្នុងទៀតរួចហើយខ្ញុំសូមធ្វើការអុសឡើងទៅលើដើម្បីរកមើលសំឡេងមួយដែលខ្ញុំនឹងធ្វើការយកទៅដាក់នៅក្នុង Profile Telegram បាទនេះគឺខ្ញុំនឹងយកនៅបទចម្រៀងមួយនេះដើម្បីយកទៅដាក់ក្នុង Profile Telegram ហើយខ្ញុំសូមធ្វើការចាក់បទចម្រៀងនេះបាទខ្ញុំសូមធ្វើការ stop រួចហើយខ្ញុំនឹងចេញទៅខាងក្រៅដើម្បីចូលទៅក្នុងកម្មវិធី Telegram បាទខ្ញុំសូមចូលទៅក្នុងកម្មវិធី Telegram នេះបាទហើយនៅក្នុងគណនី Telegram របស់ខ្ញុំនេះគឺមិនទាន់បានធ្វើការដាក់នៅបទចម្រៀងនេះទេបាទខ្ញុំសូមចូលទៅក្នុង Profile នៅខាងក្រោមនេះបាទហើយខ្ញុំចូលទៅ Profile ខាងលើទៀតបាទនេះគឺខ្ញុំមិនទាន់បានដាក់នៅបទចម្រៀងអំបញ្ញមិញនៅពេលដែលខ្ញុំដាក់បទចម្រៀងអំបញ្ញមិញគឺនឹងឃើញអក្សរមួយជួរនៅខាងក្រោមកន្លែងដែលខ្ញុំអុស Easy Touch នេះបាទហើយដើម្បីយើងធ្វើការដាក់បទចម្រៀងបានខ្ញុំសូមចេញមកខាងក្រៅវិញដល់ខ្ញុំចូលទៅកន្លែងពាក្យថា Save Message នេះបាទរួចហើយខ្ញុំចូលទៅកន្លែងពាក្យ Message នេះដល់ខ្ញុំចុចទៅលើរូបដូចជាម្ជុលខ្ទាស់នេះហើយខ្ញុំសូមធ្វើការអូសរបាខាងក្រោមនេះមកខាងនៅកន្លែងពាក្យថា Music នេះបាទខ្ញុំសូមចូលទៅខាងក្នុងហើយបទចម្រៀងដែលខ្ញុំបានធ្វើការចាក់អំបញ្ញមិញនេះគឺនៅខាងលើនេះនៅក្នុងកន្លែងដែលកម្មវិធី Telegram បាទខ្ញុំសូមចាក់បង្ហាញម្ដងទៀតបាទដើម្បីយកចូលទៅដាក់នៅក្នុង Profile យើងត្រូវផ្ញើនៅបទភ្លេងនេះចូលទៅខាងក្នុងកន្លែងកម្មវិធី Save Message របស់ Telegram បាទខ្ញុំសូមធ្វើការចុចបញ្ជូនដោយចុចឲ្យឃើញសញ្ញា Tick នេះរួចហើយខ្ញុំចុចសញ្ញា Telegram នេះបាទសញ្ញាបញ្ជូននៅពេលដែលយើងបញ្ជូនចូលទៅខាងក្នុងនេះពេញគឺបទភ្លេងនេះយើងអាចធ្វើការ add បញ្ចូលទៅក្នុង Profile Telegram របស់យើងបានហើយបាទហើយនៅពេលនេះគឺបទភ្លេងនេះបានពេញរួចរាល់ហើយដើម្បីយើងធ្វើការ add បញ្ចូលគឺយើងគ្រាន់តែចុច play នៅកន្លែងសំឡេងចម្រៀងនេះបាទ
បាទរួចហើយយើងធ្វើការតុបដោយយើងសង្កត់ឲ្យយូរបន្តិចហើយយើងប្រឡែងមកវិញយើងនឹងឃើញនៅអក្សរពណ៌ខៀវនៅខាងក្រោមមួយជួរនេះដែលសរសេរថា add to profile នេះបាទយើងចុចទៅលើអក្សរពណ៌សដែលមានផ្ទៃពណ៌ខៀវនេះមួយបាទតែប៉ុណ្ណេះយើងនឹងបានធ្វើការ add នៅបទចម្រៀងនេះចូលទៅក្នុង profile Telegram របស់យើងហើយបាទហើយខ្ញុំសូមចេញមកកន្លែង profile Telegram វិញបាទខ្ញុំចូលទៅកន្លែងរូប profile នៅខាងក្រោមនេះបន្ទាប់មកខ្ញុំចូលទៅលើរូប profile ខាងលើម្ដងទៀតបាទនេះគឺឃើញនៅសញ្ញាភ្លេងគឺបានន័យថាជាបទចម្រៀងដែលខ្ញុំបានធ្វើការ add បញ្ចូលមកអំបញ្ញមិញនេះបាទហើយខ្ញុំសូមធ្វើការចាក់នៅបទចម្រៀងនេះបាទបាទខ្ញុំសូមធ្វើការ stop ហើយនៅក្នុងបទចម្រៀងនេះគឺយើងមានកន្លែងដែលយើងអាចធ្វើការកែប្រែឬមួយក៏យើងធ្វើផ្ញើបញ្ជូនទៅគណនីដទៃមួយទៀតក៏បានដែរដោយយើងចូលកន្លែងសញ្ញាត្រេ3នេះបាទគឺមានពាក្យថា forward មានពាក្យថា share មានពាក្យថា save to music ហើយមានខាងក្រោមបង្អស់នេះគឺពាក្យថា remove from profile គឺយើងអាចធ្វើការលុបចេញពីនៅក្នុង profile Telegram យើងនេះហើយយើងអាចយកបទភ្លេងដទៃទៀតយកមកដាក់នៅកន្លែង profile របស់យើងជាថ្មីមួយទៀតក៏បានបាទហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាចង់ធ្វើការដាក់នៅបទចម្រៀងនៅក្នុង profile Telegram របស់យើងគឺអនុវត្តដោយវិធីដែលខ្ញុំបានធ្វើការបង្ហាញជូននេះបានបាទហើយនេះគឺជាការបង្ហាញរបស់ខ្ញុំបាទអំពីវិធីបញ្ចូលបទចម្រៀងក្នុង profile Telegram បាទហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នានៅមានចម្ងល់នៅក្នុងការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនឹងឆ្លើយជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទហើយនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនេះគឺមានវីដេអូជាច្រើនទៀតដែលជាវីដេអូផ្ដល់នៅចំណេះដឹងសម្រាប់បង្ហាញបន្ថែមទៀតបាទហើយនៅថ្ងៃខាងមុខខ្ញុំនឹងលើកយកវីដេអូថ្មីដែលជាវីដេអូផ្ដល់នៅចំណេះដឹងសម្រាប់បង្ហាញបន្ថែមទៀតបាទហើយនៅពេលនេះការបង្ហាញរបស់ខ្ញុំបាទបានចូលមកដល់ទីបញ្ចប់បាទសូមអរគុណហើយនឹងសូមជម្រាបលា